អ្វីដែលយើងតឹងរង់ចាំបានមកដល់ហើយបងប្អូននោះគឺពងមាន់និងពងទារបស់យើងបានញាស់ខ្លះហើយអត់ទ្រាំចាំដល់ញាស់ទាំងអស់អត់បានទេដោយសារចង់ថតបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នានេះកូនទានិងកូនមាន់របស់យើងទៅញាស់កូនទាទៅញាស់បានប្រហែលគ្រាប់ទេកូនមាន់ដូចជាញាស់ទៅបាន2គ្រាប់ប៉ុន្តែចង់ថតបង្ហាញបងប្អូនទាំងអស់គ្នាថាទូដែលខ្ញុំបានថតវីដេអូកាលពីថ្ងៃមុនថាដាក់ហ្នឹងឥឡូវបានញាស់ខ្លះហើយពងទានិងពងមាន់របស់យើងនេះគ្រាន់តែជាបទពិសោធន៍ថ្មីមួយសម្រាប់ខ្ញុំដោយសារខ្ញុំចង់ចិញ្ចឹមមាន់ចិញ្ចឹមទានឹងយូរដែរហើយប៉ុន្តែដោយសារយើងដាក់ឲ្យមេឲ្យអីវាក្រាបទៅវាអត់ទៅបានពងបានកូនអីចឹងស្រួលឥឡូវខ្ញុំបានទិញទូភ្ញាស់នឹងដាក់ឥឡូវរងចាំមើលវាញាស់ឥឡូវបានញាស់ហើយពងតែចាំមើលវាញាស់ឥឡូវបានថតបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាហើយកូនទានិងកូនមាន់របស់យើងញាស់បានខ្លះហើយសូមបញ្ជាក់ថាខ្ញុំមិនមែនជាអ្នកជំនាញទេគឺខ្ញុំជាអ្នកកំពុងតែរៀនចិញ្ចឹមនិងសាកពិសោធន៍មើលខ្លួនឯងរៀនចិញ្ចឹមនិងរៀនពិសោធន៍មើលខ្លួនឯងទេមិនមែនអ្នកជំនាញទេណាបញ្ជាក់ឲ្យបញ្ជាក់ទៀតគឺអ្នករៀនកំពុងតែរៀនហើយថតចែករំលែកនេះមិនមែនថាខ្លួនឯងចេះទេគឺកំពុងតែរៀនទេដូច្នេះហើយពុកម៉ែបងប្អូនបើមានខុសទាស់កន្លែងណាកុំប្រកែកប្រកាន់អីដោយសារគ្រាន់តែជាអ្នករៀនទេហើយក៏បានថតចែកជូនពុកម៉ែបងប្អូនមើលទាំងអស់គ្នាពីការដាក់ប្រើប្រាស់ទូភ្ញាស់នេះខ្ញុំទៅតែថ្មីទេឥឡូវនេះចាប់ផ្ដើមដល់ការមើលថែទាំវាម្ដងខ្ញុំក៏អត់ទាន់ជាការជំនាញក្នុងការថែទាំអីទេគ្រាន់តែចាំមើលពិសោធន៍មើលទាំងអស់គ្នាហើយការថែទាំកូនទានិងកូនមាន់ដូចជាញាស់បាន2សាដែរហើយប៉ុន្តែវាតិចតួចប៉ុន្តែបើកូនទាខ្ញុំអត់ទាន់បានញាស់ទេតែញាស់លើកទី1ហើយនៅក្នុងទូនេះអានេះនៅដូចជាកូនទាមួយទៀតប៉ុន្តែវាអត់ទាន់ញាស់ផុតពីសបកវាទេសូមបញ្ជាក់ម្ដងទៀតថាមិនមែនជាអ្នកជំនាញទេគ្រាន់តែរៀនដូចគ្នាទេដូចជាការប្រើប្រាស់ទូភ្ញាស់នេះគឺថ្មីមែនតែនសម្រាប់ខ្ញុំនិងការថែទាំកូនទាដែលទៅនឹងញាស់ចេញពីទូភ្ញាស់នេះក៏ដោយគឺខ្ញុំថ្មីតែម្ដងអញ្ចឹងរៀនចាប់ផ្ដើមរៀនមើលបន្តិចម្ដងតើការថែទាំកូនទាដែលមេវាភ្ញាស់ខ្លួនវានិងយើងភ្ញាស់ទូភ្ញាស់ចាំមើលតើមានការលំបាកអីខ្លះចាំមើលបន្តទៀតទាំងអស់គ្នាព្រោះបើសិនជាកូនមាន់កូនទាវាញាស់ដោយមេវាអ្នកមើលថែអញ្ចឹងណា